ជំរាបសួរបងប្អូនថ្ងៃហ្នឹងខ្ញុំមកស្ទូចត្រីឆ្លាំងហើយក៏មានអ្នកតាមខ្ញុំមកដែរគឺបងប្អូនរបស់ខ្ញុំគាត់ចង់ដឹងថាខ្ញុំស្ទូចត្រីឆ្លាំងបានអត់ថាទឹកដៃហ្នឹងវាយ៉ាងម៉េចដែរឮថាអួតថាកាលមុនហ្នឹងត្រីឆ្លាំងស្ទូចបានអញ្ចឹងណាហើយក៏តាមមកដែរដើម្បីចង់ដឹងថាចាំមើលថ្ងៃហ្នឹងស្ទូចបានត្រីឆ្លាំងអត់ក៏តាមមកដែរហើយមកម៉ោង10កន្លះថ្ងៃក្តៅហែងហ្មងម៉ោង12:10ហើយកូនទុកនៅម៉ែគាត់មើលទៅនេះយើងកំពុងតែបាយទឹកទុកពោះទុកនឹងសិតបាយទឹកចេញហើយយើងនឹងចេញដំណើរដើម្បីទៅស្ទូចត្រីឆ្លាំងឥឡូវពុះតែអ៊ំហើមើលកន្លែងស្ទូចដោយសារតែនៅកន្លែងហ្នឹងគឺសិតតែសម្រាប់របស់គេអញ្ចឹងយើងតទៅស្ទូចនៅក្នុងសម្រាប់គេមិនបានត្រីអញ្ចឹងពុះតែអ៊ំទៅក្បែរចិត្តសម្រាប់ហើយព្រោះនៅទន្លេហ្នឹងសិតតែសម្រាប់មកសម្រាប់ច្រើនណាពួកគាត់ដាក់ព្រោះមានដីបាក់មានអាស័យបាក់អញ្ចឹងគាត់ដាក់សម្រាប់ដល់ពេលទឹកស្រកជាងហ្នឹងទៅគាត់ហុំយកថៃហ្នឹងអញ្ចឹងគាត់ដើរដាក់សម្រាប់អញ្ចឹងកន្លែងទៅណាគាត់សិតតែសម្រាប់គប់ទឹះអ្នកមកតាមហ្នឹងមានអីមានផាក់អីមើលប្តីស្ទូចត្រីមើលបានអត់ហើយនៅទាំងមើលកូនអត់នៅមកតាមដែរមក5ថ្ងៃម្ដងទេហើយដឹងថាវាយ៉ាងម៉េចទោះយើងអ៊ំឆ្កែមួយថ្ងៃហើយឥឡូវគឺយើងបានដល់ទីតាំងដែលយើងអាចដាក់នុយស្ទូចត្រីឆ្លាំងហើយព្រោះកាលមុនស្ទូចដែរដាក់កសួរទេតែឥឡូវចង់ដាក់កសួរមើលវាទាញលឹកកសួរទៅវាយ៉ាងម៉េចដើម្បីចង់ដឹងថាវាស៊ីទៅវាទាញកម្រិតណាព្រោះឃើញបងមួយនោះក៏គាត់ស្ទូចត្រីឆ្លាំងគឺគាត់ដាក់កសួរអញ្ចឹងក៏យើងមកធ្វើតាមគឺយើងដាក់កសួរដែរដើម្បីឲ្យដឹងថាត្រីនោះវាស៊ីទាញទៅជ្រៅកម្រិតណាប៉ុន្តែទី1មិញហ្នឹងគឺអត់មានត្រីស៊ីទេអញ្ចឹងយើងក៏អ៊ំទៅរកទីតាំងមួយកន្លែងទៀតដើម្បីស្ទូចត្រីឥឡូវយើងមើលឃើញទីតាំងមួយនេះដូចតឡងតែចូលទៅនឹងត្រីស៊ីអត់ទេព្រោះទឹកវាស្រក់អស់អញ្ចឹងវាមានចិត្តសម្រាប់តែចិត្តសម្រាប់ឲ្យនឹងស៊ីទៀតចាប់វាអត់មានត្រីទេហ្មងតែយើងរកទីតាំងបានហើយមានអីទៀតបងប្អូនបិទលុយយើងក្លែបមកដាក់ចូលក្នុងទឹកទៅដើម្បីស្ទូចត្រីឆ្លាំងហើយប្រពន្ធស្អុយនេះអប់មួយស្អុយនេះអប់ទៅឆ្លាំងហើយមកអង្គុយខាត់ថ្ងៃនេះក្តៅហើយមកចាំនៅទេអញ្ចឹងធ្វើអីក្តៅហើយនៅផ្ទះមួយគាត់អត់នៅចង់តាមតែដល់ឥឡូវធ្វើអីក្តៅហើយនៅពេលកន្លែងទី2នេះត្រីស៊ីទីលឹកយើងវត្តខ្វាច់មកបាទវត្តមកអត់បានទេនឹងស៊ីមិនអត់បានដល់ហើយប្រពន្ធខ្ញុំអត់ថតទេពេលប្រពន្ធខ្ញុំអត់ថតដាក់ទៅម្ដងទៀតក៏វត្តត្រីបានអញ្ចឹងទៅក៏ថតទៅពេលបានត្រីហ្នឹងទៅព្រោះពេលអត់បានត្រីហ្នឹងគឺឈប់ថតដើម្បីឃើញវត្តបានត្រីឈប់ថតទៅពេលដាក់ម្ដងទៀតទៅត្រីស៊ីអញ្ចឹងក៏ថតបានដល់ពេលត្រីនៅលើគុកទៅពេលយើងស្ទូចបានមួយហើយយើងដាក់មួយទៀតដើម្បីចង់ដឹងថាវាមានត្រីទៀតទេប៉ុន្តែជាក់ស្ដែងគឺពេលហ្នឹងអត់មានត្រីមកញ៉ាំទៀតទេគឺមានតែមួយក្បាលហ្នឹងគាត់ដាក់ពី3ដងក៏វាអត់ស៊ីដែរគឺមានថាមានតាមក្បាលហ្នឹងគាត់យើងមកកន្លែងថ្មីតែកន្លែងថ្មីនេះប្រពន្ធខ្ញុំបានថតទេអាពេលត្រីស៊ីគឺត្រីទីមកដល់លើគោហើយបានយកត្រីដាក់ក្នុងទឹកហើយទាញយើងមកម្ដងទៀតដើម្បីថាត្រីហ្នឹងលើកមកទៅក៏ប៉ិតត្រីហ្នឹងស៊ីហើយត្រីហ្នឹងស៊ីវត្តបានតែក៏បានថតពេលនេះកន្លែងទី3ហ្នឹងក៏ត្រីស៊ីដែរចឹងបានត្រីមួយដែរចឹងពេលបានត្រីហើយគាត់ថតចឹងដាក់ចូលទឹកហើយយើងលើកមកម្ដងទៀតដើម្បីបញ្ជាក់ថាត្រីហ្នឹងគឺបានស៊ីតែមិនធ្វើចឹងគឺបើអត់បានថតមកថតព្រៃហ្នឹងច្រើនកន្លែងតែត្រីហ្នឹងពេលថតវាអត់ស៊ីទេដល់ពេលអត់ថតបានវាស៊ីដែរត្រីវាចេះដែរហ្នឹងឃើញកាមេរ៉ាហ្នឹងបានវាស៊ីដល់ពេលយើងអត់ថតបានវាស៊ីអញ្ចឹងវាស៊ីក៏មិនដឹងដែរព្រោះឥឡូវដល់ម៉ោងទៅផ្ទះវិញហើយដោយសារតែមករៀងយូរដែរហើយអញ្ចឹងអ្នកក្រោយហ្នឹងគឺក្តៅហើយទីទៅផ្ទះវិញហើយក៏ម៉ែក៏តែមកដែរថាកុំនៅយូរពេកកូនចាប់ដើមយំហើយឃ្លានបើមកឡើង2ម៉ោងជាងអញ្ចឹងឃ្លានបើក៏យើងសម្រេចថាទៅផ្ទះវិញដោយសារតែកូនយំអ្នកក្រោយតាមមកហ្នឹងគឺមិនមែនតាមមកមើលខ្ញុំស្ទូចត្រីទេគឺមកលេងទឹកមកថតរូបតាមមកទៅប៉ុណ្្នឹងទេបើថាមកមើលមកស្ទូចត្រីមែនហ្នឹងគ្មានទេមកថតរូបមកលេងទឹកអីហ្នឹងអញ្ចឹងយើងអ៊ំទៅផ្ទះវិញលើកទី1ហើយដែរបញ្ចូលសលេងហើយថតវីដេអូហើយបញ្ចូលសលេងហ្នឹងអត់ដែរទេលើកទី1ពិតអញ្ចឹងយើងក៏ចាប់ត្រីទៅផ្ទះអញ្ចឹងសម្រាប់សម្រួលមកគឺបានតែ3ក្បាលទេត្រីហ្នឹងតែត្រីធំហ្មងត្រីហ្នឹងស៊ីអត់ចង់ស៊ីទេប៉ុន្តែបើស៊ីមួយគឺធំហ្មងឡើង3ហ្នឹងឡើងចិត្តចង់1គីឡូហើយណាមួយចង់2ខាំ3ខាំដែរហ្នឹងត្រីហ្នឹងធំណាស់ដោយសារកូនយំអញ្ចឹងក៏ប្រញាប់មកសិនជាកូនអត់យំយើងនៅស្ទូចតិចទៀតអាចបានត្រឹម6 7ក្បាល4 10ក្បាលអីហ្នឹងតែដល់ពេលកូនយំទៅក៏យើងឡើងមកផ្ទះហើយមានអីទេវីដេអូយើងចុងក្រោយគឺមានតែប៉ុណ្្នឹងគឺជាការមកស្ទូចត្រីនៅទន្លេដោយសារតែប្រពន្ធចង់មកស្ទូចត្រីតាមមើលប្តីស្ទូចត្រីតែធិបិតគឺមកលេងទឹក